សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យអ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យសូមជម្រាបជូនសាធារណជនជាតិនិងអន្តរជាតិជ្រាបថានាវេលាម៉ោង 10:30 នាទីថ្ងៃទី 10 ខែតុលា ឆ្នាំ 2025 កងកម្លាំងយោធាចម្រុះថៃបានរំលោភបំពានមកលើដែនអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជាដោយបានប្រើគ្រឿងចក្រឈូសឆាយដីរួចធ្វើសកម្មភាពរាវមានលើដីដែលពួកគេបានពាត់របងលួសកាលពីថ្ងៃទី 13 ខែសីហា ឆ្នាំ 2025 ស្ថិតនៅភូមិសាស្ត្រភូមិព្រៃច័ន្ទឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យដែលជាអំពើឈ្លានពានលើអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជាយ៉ាងកំរោលនិងយ៉ាងកក្លឿនបំផុតតាមរយៈការអនុវត្តច្បាប់ថៃមកលើដែនអធិបតេយ្យរបស់កម្ពុជាអ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យសូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសកម្មភាពដ៏កក្លឿននិងអមនុស្សធម៌របស់កងកម្លាំងចម្រុះយោធាថៃមកលើព្រះសង្ឃនិងប្រជាពលរដ្ឋកម្ពុជាស្លូតត្រង់ដែលជាការបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងររំលោភលើ MOU ឆ្នាំ 2000 កិច្ចព្រមព្រៀងបាត់ឈប់បាញ់ថ្ងៃទី 28 ខែកក្កដាឆ្នាំ 2025 និងលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញ GBC កាលពីថ្ងៃទី 7 ខែសីហា ឆ្នាំ 2025 និងកំណត់ហេតុកិច្ចប្រជុំពិសេសលើកទី 1 គណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ GBC កាលពីថ្ងៃទី 10 ខែកញ្ញា ឆ្នាំ 2025 និងកិច្ចព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមកអ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យសូមប្រកាន់ជំហរគោរពទៅតាមអ្វីដែលជាការព្រមព្រៀងគ្នារវាងប្រទេសទាំងពីរដោយរក្សាស្ថានភាពដដែលរហូតដល់ការងារខណ្ឌសីមាព្រំដែនគោកត្រូវបានបញ្ចប់ក្នុងន័យនេះដើម្បីបន្ធូរបន្ថយភាពតានតឹងនិងរងចាំដំណោះស្រាយរបស់គណៈកម្មការចម្រុះព្រំដែន JBC អាស្រ័យហេតុនេះសូមសាធារណជនជាតិនិងអន្តរជាតិមេត្តាជ្រាបជាព័ត៌មានថ្ងៃសុក្រ3រោចខែអាសត់ឆ្នាំម្សាញ់សពស័កពុទ្ធសករាជ 2569 បន្ទាយមានជ័យថ្ងៃទី 10 ខែតុលា ឆ្នាំ 2025